ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយយកមកចែកដល់បងប្អូនទាំងអស់គ្នាតើវាមិនថ្មីប៉ុន្មានទេប៉ុន្តែខ្ញុំបង្ហាញបងប្អូនដែលក៏អត់ទាន់ចេះខ្ញុំនឹងបង្ហាញបងប្អូនអំពីវិធីកាត់សម្លេងខ្យល់នៅក្នុងកម្មវិធី CapCut បងប្អូនដែលធ្វើ content ថ្មីគឺគាត់អត់ទាន់ចេះប្រើ CapCut ឬក៏គាត់ទើបតែមាន laptop ថ្មីអញ្ចឹងគាត់អត់ទាន់ចេះប្រើអញ្ចឹងខ្ញុំមកបង្ហាញបងប្អូនអំពីរបៀបកាត់សម្លេងខ្យល់ក្នុង CapCut អូខេហើយវីដេអូនេះខ្ញុំបង្ហាញបងប្អូនពីអ្នកថ្មីទេបងប្អូនដែលចេះហើយក៏សូមអធិស្ឋានផងឥឡូវយើងចូលទៅកាន់កម្មវិធីកាត់ទាំងអស់គ្នាហើយមុននឹងចូលដល់វីដេអូរបស់យើងបងប្អូនកុំភ្លេចជួយចុច Subscribe ឲ្យ Channel ខ្ញុំមួយផងដោយសារតែ Channel មួយហ្នឹងខ្ញុំអត់សូវបានផុសទេខានផុសយូរហើយ YouTube អត់សូវរុញទេប៉ុន្តែខ្ញុំនឹងព្យាយាមផុសឲ្យបានទៀងទាត់ឡើងវិញអូខេឥឡូវយើងចូលទៅកាន់កម្មវិធី CapCut មកអូខេចូលមកវាមានតម្រងបែបហ្នឹងបងប្អូនចូលពាក្យនេះ create project អូខេរូបសញ្ញាបូកហ្នឹងមកអូខេចាំបងប្អូនមើលរករូបសញ្ញាបូកមួយទៀតមកដើម្បីចូលទៅរើសវីដេអូមួយដែលយើងចង់កាត់អូខេរើសវីដេអូមួយណាក៏បានដែររើសមកខ្ញុំយកវីដេអូមួយនេះចូលដែលខ្ញុំលេងបង្ហាញបងប្អូនមកម្សិលមិញឥឡូវខ្ញុំយកវីដេអូនេះមកធ្វើជាឧទាហរណ៍បងប្អូនមើលចឹងហើយយើងអូសវាមកក្រោមមកនិយាយទៅវាអត់ពិបាកទេបងប្អូនទៅយើងឲ្យតែយើងចេះស្រាវជ្រាវទៅគឺយើងអាចធ្វើបាននេះអូខេដាក់វីដេអូហើយអូខេហើយយើងអាចចុច start ខ្ញុំចុចស្ដាប់សិនអូខេទៅវាមានសំឡេងខ្យល់តែនឹងមករំខានមកច្រើនអូខេអញ្ចឹងយើងត្រូវកាត់សំឡេងខ្យល់ហ្នឹងចេញយើងត្រូវធ្វើម៉េចគឺយើងបងប្អូនចុចលើវីដេអូហ្នឹងមួយមកចុចលើវីដេអូហ្នឹងមួយមកបងប្អូនមើលខាងលើនេះមកនេះខាងលើចិត្តពាក្យថា Pro ហ្នឹងហើយវាមានពាក្យថា Audio គឺពាក្យ Audio មកអូខេចាំបងប្អូនស្គរមកក្រោមបន្តិចមកនេះអូខេតែវាមានឥឡូវនេះក៏យើងអាចកាត់សំឡេងបានដែរប៉ុន្តែវាកាត់ទៅវាអត់សូវបាត់សំឡេងខ្យល់តែវានៅសំឡេងខ្យល់ចឹងចុចដោះហ្នឹងមកចុចចូលតែនេះមួយក៏បានដែរបងចុចនេះមួយមកបងចុចផាសហើយនឹងមួយមកអូខេគ្រីសទៅនឹងមួយមកទៅសំឡេងយើងដូចជា10នាទីឬក៏20នាទីគឺចុចអាហ្នឹងតែមួយទៅគឺវាកាត់សំឡេងខ្យល់ទាំងអស់បងប្អូនចុចអាហ្នឹងតែមួយទេអូខេបងប្អូនអាចស្ដាប់ខ្លួនឯងមើលទៅនិយាយរួមគឺស្ដាប់មើលសិនអូខេអាចស្រាវជ្រាវខ្លួនឯងទៅថែមទៅតែស្ដាប់មើលទៅអូខេទៅវាបាត់សំឡេងខ្យល់បានជាងមុនវាថាវាមិនបាត់100%ទេប៉ុន្តែវាអាចបាត់ពី70ទៅ80%អូខេអញ្ចឹងប៉ុណ្ណាទៅវីដេអូរបស់យើងគឺមានតែប៉ុណ្្នឹងទេសូមអរគុណ